បាទបងប្អូនហើយរឿងកំពុងតែពេញគេហៅថាមានចម្ងល់ជាខ្លាំងពីបងប្អូនប្រជាពលរដ្ឋបាទតាក់ទងជាមួយនឹងនៅក្នុងអឺខេត្តបាត់ដំបងដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងតាក់ទងជាមួយចម្ងល់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងហ្នឹងបានយល់ឃើញថាអឺយល់ឃើញថាតាមបណ្ដាញសង្គមគាត់បានយល់ឃើញថាហេតុអីបានជាទឹកតាមស្ទឹងសង្កែហ្នឹងហូរចាក់ទៅបឹងទន្លេសាបបាទហូរចូលអស់ជាច្រើនបាទហើយដល់ពេលទឹកនៅតាមស្រែតាមបន្លាយតាមស្រែដោយបងប្អូនឃើញនៅក្នុងរូបភាពហ្នឹងបន្លាយតាមស្រែគឺអត់មានទឹកទេបងប្អូនអត់មានទឹកទេហើយបងប្អូនមើលនៅក្នុងស្ទឹងសង្កែបាទគឺមានទឹកច្រើនមែនទែនបងប្អូនដែលទឹកជន់តាមស្ទឹងសង្កែបងប្អូនស្ទឹងសង្កែបាត់ដំបងគឺហូរចាក់ទៅបឹងទន្លេសាបបាទទឹកចំនួនហូរចូលទៅអញ្ចឹងបងប្អូនប៉ុន្តែដោយឡែកពេលតាមបន្លាយគឺយើងអត់មានទឹកទេបាទគឺអត់មានទឹកហើយស្រូវតាមរូបភាពដែលបងប្អូនបានបង្ហោះតាមបណ្ដាញសង្គមគឺស្រូវគឺងាប់បាទស្រូវងាប់អស់ហើយប្រឡាយទឹកគឺអត់មានទេបាទគឺអត់មានអញ្ចឹងហើយនេះគឺជាចម្ងល់របស់បងប្អូនដែលគាត់ឆ្ងល់ថាហេតុអីបានជាយើងអត់ចេះគ្រប់គ្រងទឹកបាទអត់ចេះគ្រប់គ្រងទឹកអត់ចេះប្រើប្រាស់ទឹកធ្វើឲ្យទឹកនឹងហូរចូលចាក់ទៅបឹងទន្លេសាបអស់បាទនេះគឺជាចម្ងល់របស់បងប្អូនប្រជាពលរដ្ឋដែលតែងតែឆ្ងល់បាទថាយើងគួរតែមានវិធានការបាទជាពិសេសគឺអ្នកពាក់ព័ន្ធអាជ្ញាធរពាក់ព័ន្ធទៅលើការគ្រប់គ្រងទឹកនឹងបាទគ្រប់គ្រងទឹកដើម្បីជាបំរើដល់ផលប្រយោជន៍របស់ប្រជាកសិករយើងបាទធ្វើម៉េចឲ្យប្រកួតនឹងមានទឹកគ្រប់គ្រាន់បាទមានទឹកប្រើគ្រប់គ្រាន់រដូវវស្សានៅពេលដែលប្រាំងតូចបាទគេហៅថារដូវប្រាំងតូចហ្នឹងគឺរដូវខាស់ទឹកហើយអញ្ចឹងត្រូវមានការស្តុបទឹកទុកហើយមានការបង្ហូរទឹកឲ្យប្រើប្រាស់ទៅដល់ប្រជាកសិករផងដែរបាទអញ្ចឹងដូចបងប្អូនឃើញស្រាប់ហើយបាទនេះទឹកគឺស្ទឹងសង្កែច្រើនមែនទែនចុះបើសិនជាយើងកែច្នៃហើយចុះត្រួតពិនិត្យមើលថានៅពេលដែលទឹកស្ទឹងសង្កែឡើងខ្លាំងហើយទឹកអត់ហូរចូលបន្លាយតើវាបញ្ហាមកពីអីបាទតែបានចុះមើលទេបាទបានចុះមើលតាមស្រែតាមជនបទរបស់បងប្អូនប្រជាពលរដ្ឋដែរឬអត់បាទនេះគឺជាអ្នកដែលធ្វើការខាងផ្នែកហ្នឹងគួរតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋឡើងវិញបាទកុំអោយមានការទាល់តែបងប្អូនប្រជាពលរដ្ឋមានការហៅថាផ្ទុះបាទផ្ទុះនៅរឿងរ៉ាវដែលយើងអាចដោះស្រាយបានប៉ុន្តែអត់ដោះស្រាយជូនពួកគាត់បាទអញ្ចឹងហើយទៅធ្វើឲ្យពួកគាត់នឹងមិនសុខចិត្តបាទធ្វើឲ្យពួកគាត់នឹងមានការងឿងឆ្ងល់អីចឹងជាដើមបងប្អូនហើយយើងអ្នកធ្វើការដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋដូច្នេះរឿងហ្នឹងគឺជារឿងសំខាន់ណាស់បាទដូចក្រសួងធនធានទឹកក្រសួងធនធានយើងមានគ្រប់បែបយ៉ាងបាទមានទាំងពីក្រសួងកសិកម្មបាទអញ្ចឹងក្រសួងយើងមានច្រើនណាស់បងប្អូនអញ្ចឹងហេតុអីបានជាឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងនឹងគាត់បាទឲ្យបងប្អូនប្រជាពលរដ្ឋយើងនឹងគាត់ខ្វល់ខ្វាយទៅនឹងរឿងនឹងទៀតបាទខ្វល់ខ្វាយទៅរឿងនឹងទៀតបាទដូច្នេះសង្ឃឹមថាអញ្ញាធិបពាក់ព័ន្ធនឹងចុះពិនិត្យនិងត្រួតពិនិត្យឡើងវិញទៅលើបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងនឹងបាទលើកឡើងនឹងបាទដូច្នេះដោយបងប្អូនបានមើលស្រាប់ហើយបាទហ្នឹងហើយបើសិនជាយើងគិតគូរតាក់ទងជាមួយនឹងបញ្ហាហ្នឹងគឺយើងបានគេហៅថាចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងបាទទៅតាម
ទៅតាមអឺ